អត្ថប្រយោជន៍នឹកស្មានមិនដល់4យ៉ាងនៃផ្លែទុរេនចំពោះសុខភាពផ្លែទុរេនគឺជាផ្លែឈើមួយប្រភេទដែលសម្បូរចាប់ពីខែឧសភារហូតដល់ខែវិច្ឆិកាហើយត្រូវបានបណ្ដាប្រទេសនៅអាស៊ីចាត់ទុកថាជាស្ដេចផ្លែឈើដោយសារតែរសជាតិផ្អែមក្លិននិងរូបរាងរបស់វាបើទោះបីជារសជាតិផ្អែមរបស់វាអាចជាចំណែកមួយធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែមមែនតែវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពដែរដូចនេះតើផ្លែទុរេនមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព1កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកផ្លែទុរេនមានសារធាតុប្រឆាំងអុកស៊ីតកម្មអាចបន្សាបរ៉ាឌីកាល់សេរីដែលអាចជំរុញឲ្យកើតជំងឺមហារីកលើសពីនេះទៀតវាក៏មានគុណសម្បត្តិជួយពង្រឹងប្រព័ន្ធភាពស៊ាំដល់រាងកាយប្រព័ន្ធរំលាយអាហារនិងពង្រឹងភាពរឹងមាំនៃឆ្អឹងបានទៀតផង2ការពារការកើតជំងឺបេះដូងបើទោះបីជាផ្លែទុរេនមានរសជាតិផ្អែមខ្លាំងយ៉ាងណាក៏ដោយក៏វានៅមានសមាសធាតុជាច្រើនអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលនិងហានិភ័យនៃជំងឺគ្រុនសរសៃឈាមឬការឡើងរឹងនៃសរសៃឈាមបេះដូងរបស់យើងបានដែរ3ប្រឆាំងនឹងការឆ្លងមេរោគបើទោះបីជាផ្លែទុរេនមានសម្បកបន្លាមុតយ៉ាងណាតែវាក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីឬផ្សិតផ្សេងដែលបណ្ដាលឲ្យមានជាការជំងឺដោយមេរោគបានដែរ4បន្ថយកម្រិតជាតិស្ករក្នុងឈាមដោយសារក្នុងផ្លែទុរេនមានកម្រិត glycemic ដែលជាឥទ្ធិពលជាតិស្ករនៃអាហារទៅលើឈាមបន្ទាប់ពីទទួលទានរួចទាបជាងផ្លែឈើដទៃទើបវាអាចបង្កើនកម្រិតជាតិស្ករតិចជាងគេ